អាញាធរកម្ពុជានៅថ្ងៃទី9ខែកក្កដាឆ្នាំ2026បានចាប់ផ្ដើមចុះត្រួតពិនិត្យវីតាមីននិងអាហារបំប៉ននៅលើទីផ្សារក្រោយព័ត៌មានអំពីការរកឃើញវីតាមីននិងអាហារបំប៉នคล้ายៗចំនួន88មុខនៅប្រទេសវៀតណាមបានផ្ទុះការចែករំលែកយ៉ាងទូលំទូលាយលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកប៉ែនសូវិជាតិបានប្រាប់ News Today ថាភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានពីវីតាមីននិងអាហារបំប៉នคล้ายៗនៅវៀតណាមមន្ត្រីជំនាញនៅឯកនាយកដ្ឋានការពារអ្នកប្រើប្រាស់កបបបានសហការជាមួយមន្ត្រីក្រសួងសុខាភិបាលចុះត្រួតពិនិត្យតាមអសតដ្ឋានទីតាំងលក់អាហារបំប៉ននិងការផ្សព្វផ្សាយលក់តាមអនឡាញដើម្បីស្វែងរកថាតើមានផលិតផលទាំងនោះដែរឬទេលោកបញ្ជាក់ថាភាគីកម្ពុជានិងវៀតណាមតែងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកហើយទាំងក្រសួងពាណិជ្ជកម្មនិងក្រសួងសុខាភិបាលយកចិត្តទុកដាក់លើបញ្ហានេះខណៈអ្នកប្រើប្រាស់វីតាមីននិងអាហារបំប៉នកំពុងមានតម្រូវការកាន់តែច្រើននៅលើទីផ្សារទោះជាយ៉ាងណារហូតមកដល់ពេលនេះមិនទាន់អាចបញ្ជាក់បានថាមានផលិតផលคล้ายៗទាំងនោះនៅកម្ពុជាដែរឬយ៉ាងណាទេដោយលោកប៉ែនសូវិជាតិប្រាប់ថាទាំងចំនួនផលិតផលទីតាំងរកឃើញនិងលទ្ធផលវិភាគសំណាក់មិនទាន់មាននៅឡើយខណៈមន្ត្រីជំនាញកំពុងពន្លឿនការងារឲ្យបានលឿនបំផុតការចុះត្រួតពិនិត្យនេះធ្វើឡើងក្រោយវៀតណាមបានបើកការស៊ើបអង្កេតលើសំណុំរឿងអាហារបំប៉នคล้ายៗជាបន្តបន្ទាប់ចាត់តាំងពីដើមឆ្នាំ2026មកក្នុងនោះសំណុំរឿងមួយពាក់ព័ន្ធនឹងក្រុមហ៊ុន Medifa និង Medi USA ដែលវៀតណាមរកឃើញផលិតផលអាហារបំប៉ននិងវីតាមីនคล้ายៗចំនួន88មុខរួមទាំងផលិតផលសម្រាប់ស្ត្រីមានផ្ទៃពោះកុមារនិងមនុស្សចាស់មុននោះផងដែរអាជ្ញាធរវៀតណាមក៏បានបង្ក្រាបបណ្ដាញផលិតនិងជួញដូរអាហារបំប៉នคล้ายៗផ្សេងទៀតដែលរួមមាន collagen វីតាមីនខ្លាញ់ត្រីនិងអាហារបំប៉នសម្រាប់សន្លាក់ខណៈដែលផលិតផលคล้ายៗមួយចំនួនត្រូវបានរកឃើញថាមានផ្ទុកសារធាតុស៊ីវូតាមីនដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាលខ្ញុំរស់សុធាពី News Today NDTV